ខ្ញុំតែងបដៅកូនរបស់ខ្ញុំថាកូនធ្វើមនុស្សដាច់ខាតកុំរៀនខ្សែលើជាមួយអ្នកដទៃមនុស្សគេមិនល្ងងទេនៅពេលកូនខ្សែលើគេម្ដងគេអត់និយាយអីទេព្រោះគេទុកមុខរកគ្នាបើកូនខ្សែលើគេលើកទី2គេក៏អត់និយាយដែរព្រោះគេខ្ជិលឈ្លោះប្រកែកអ្វីត្បិតតែកូនបានរបស់ដែលកូនចង់បានមែនតែកូនបាត់របស់ទៅវិញក៏ច្រើនដែរ1កូនបាត់បង់មនុស្សល្អដែលមាននៅក្នុងជីវិត2ទោះគេមានការងារល្អយ៉ាងណាក៏គេមិនសហការជាមួយកូនទៀតដែរព្រោះគេលែងចង់ចាញ់តែមកូនបន្តទៀត3កូនសល់តែការរាប់អានคล้ายមានន័យតែពេលជួបគេញញឹមដាក់ពេលបាត់ទៅវិញគេនិយាយដើមកូនប្រាប់អ្នកដទៃដូច្នេះចូលកូនយកតែអ្វីដែលកូនត្រូវបានទៅបានហើយហាមដាច់ខាតខ្សែលើចំពោះអ្នកដទៃ